មេខ្លោងឆបោកអនឡាញលោកចិនស៊ីអតីតទីប្រឹក្សារបស់មេដឹកនាំកម្ពុជារបស់កម្ពុជាប្រឈមនឹងការកាត់ទោសដោយប្រហារជីវិតនៅចិនបន្ទាប់ពីរដ្ឋអាជ្ញាចិនសម្រេចបន្ថែមបទចោទមួយទៀតលើបុរសអាយុ38ឆ្នាំរូបនេះពីបទបង្ករបួសស្នាមដោយចេតនានេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសង្ហបុរី CNA នៅថ្ងៃទី27ខែកក្កដាឆ្នាំ2026យោងតាមទស្សនាវដ្តីធុរកិច្ចចិនខៃស៊ីនដែលដកស្រង់មកផ្សាយបន្តដោយសារព័ត៌មានសង្ហបុរី CNA លោកចិនស៊ីអាយុ38ឆ្នាំដែលត្រូវបានបញ្ជូនខ្លួនពីកម្ពុជាទៅចិនកាលពី6ខែមុនត្រូវបានសម្រេចឃុំខ្លួនជាផ្លូវការនៅចិនក្នុងថ្ងៃទី6ខែកក្កដាឆ្នាំ2026អតីតទីប្រឹក្សារបស់មេដឹកនាំកម្ពុជាកម្ពុជារូបនេះគឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន Print Group ដែលមានមូលដ្ឋាននៅកម្ពុជានិងត្រូវបានអាជ្ញាធរចិនរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបណ្ដាញបោកប្រាស់តាមអនឡាញលំដាប់អន្តរជាតិយោងតាមទស្សនាវដ្តីធុរកិច្ចចិនខៃស៊ីនកាលពីថ្ងៃច័ន្ទទី27ខែកក្កដារដ្ឋអាជ្ញាចិនបានសម្រេចចោទប្រកាន់បន្ថែមលើលោកចិនស៊ីពីបទរំលោភលើកម្មសិទ្ធិបញ្ញានិងបង្ករបួសស្នាមដោយចេតនាប៉ុន្តែរដ្ឋអាជ្ញាចិនបានទម្លាក់ចោលការចោទប្រកាន់ពីបទលាក់បាំងប្រាក់ចំណូលដែលបានមកពីសកម្មភាពអក្រិតយោងតាមច្បាប់ព្រហ្មទណ្ឌរបស់ចិនការបង្ករបួសស្នាមលើរាងកាយដោយចេតនារហូតបណ្ដាលឲ្យមានការស្លាប់ឬរបួសធ្ងន់ធ្ងរតាមវិធីសាស្ត្រដ៏ឃោរឃៅបំផុតនោះគឺជាបទល្មើសដែលមានទោសជាប់ពន្ធនាគារមិនតិចជាង10ឆ្នាំនោះឡើយហើយអាចឈានទៅដល់ការកាត់ទោសប្រហារជីវិតទៀតផងការបន្ថែមបទចោទរបស់រដ្ឋអាជ្ញាចិនទៅលើលោកចិនស៊ីពីបទបង្ករបួសស្នាមដោយចេតនានេះគឺដូចគ្នានឹងបទចោទរបស់រដ្ឋអាជ្ញាអាមេរិកនៅទីក្រុង Brooklyn កាលពីចុងឆ្នាំ2025ដែរការចោទប្រកាន់កាលនោះដោយសារតែអាមេរិករកឃើញថាលោកចិនស៊ីមានជាប់ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សធ្វើទរណកម្មក្នុងមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាបើតាមបទចោទដែលធ្វើឡើងដោយរដ្ឋអាជ្ញាអាមេរិកលោកចិនស៊ីអាចប្រឈមជាប់ទោស40ឆ្នាំតែមិនដល់ថ្នាក់ប្រហារជីវិតដោយការចោទប្រកាន់របស់រដ្ឋអាជ្ញាចិនទេសូមបញ្ជាក់ថាអតីតមហាស្ថិយខ្មែរដើមកំណើតចិនចិនស៊ីត្រូវបានសង្ហបុរីប្រកាសរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាទឹកប្រាក់ជាង$115លានអាមេរិករួមទាំងរថយន្តទំនើបនិងស្រាថ្លៃចំណែកសហរដ្ឋអាមេរិកកាលពីចុងឆ្នាំ2025ក៏បានប្រកាសរឹបអូសទឹកប្រាក់គ្រីបតូរបស់លោកចិនស៊ីតម្លៃ$15,000លានអាមេរិកខណៈដែលអង់គ្លេសបានដាក់ទណ្ឌកម្មនៅបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមេបណ្ដាញអក្រិតកម្មឆបោកមួយនេះប្រមាណ$176លានអាមេរិកថែមទៀតបើទោះសហរដ្ឋអាមេរិកព្រមព្យួរការវិប្រាទៅលើប្រទេសអារ៉ង់ក៏ដោយតែនៅមានសេចក្តីរាយការណ៍ជាហោហែមកថាដ្រូនរបស់អ៊ីរ៉ង់បានបើកការវិប្រាទៅលើប្រទេសមួយចំនួននៅតំបន់ឈូងសមុទ្រពាក់នោះប្រទេសអារ៉ាប៊ីសាឌីតប្រទេសសូដានឌីចេញសេចក្តីប្រកាសព័ត៌មានថាដ្រូនរបស់អ៊ីរ៉ង់បានបើកការវិប្រាមកលើប្រទេសពូគីអំឡុងប្រមាណថ្ងៃជាប់គ្នានេះបើទោះជាអាមេរិកព្យួរការវិប្រាទៅលើអ៊ីរ៉ង់ក៏ដោយនោះប្រទេសទាំងនោះបានឲ្យដឹងថាប្រព័ន្ធស្ទាក់ចាប់ដ្រូននិងប្រព័ន្ធស្ទាក់ចាប់មីស៊ីរបស់ពួកគេបានដំណើរការប្រុងប្រយ័ត្នជានិច្ចហើយដ្រូនដែលសង្ស័យថាបាញ់ចេញពីប្រទេសអ៊ីរ៉ង់និងពីក្រុមសកម្មប្រយុទ្ធគ្រប់គ្រងអ៊ីរ៉ង់បាញ់ចេញពីប្រទេសអារ៉ាក់គឺបាញ់ទៅលើប្រទេសពូគីជាមួយគ្នានេះប្រទេសអារ៉ាប៊ីសាឌីតឲ្យដឹងថាអ៊ីរ៉ង់ប្រហែលជាបាញ់ដ្រូនមកលើប្រទេសសម្ព័ន្ធភាពសហរដ្ឋអាមេរិកនៅមជ្ឈមបូព៌ាដោយបញ្ជាក់ថាទង្វើរបស់អ៊ីរ៉ង់អត់ឆ្លើយតបនឹងការសម្របសម្រួលឲ្យមានកិច្ចចរចានោះទីដូច្នេះប្រទេសដែលរងការវិប្រាថ្មីទៀតពីសំណាក់ដ្រូនចាត់ទុកថាអ៊ីរ៉ង់នៅតែព្យាយាមប្រតិកម្មខុសគោលដៅហើយពួកសកម្មប្រយុទ្ធដែលខ្លួនគ្រប់គ្រងនៅតែឆ្លៀតប្រើប្រាស់វិប្រាទៅលើប្រទេសរបស់ពួកគេប្រទេសទាំងនេះនៅតែកោតទោសអ៊ីរ៉ង់ជាមេកំណត់នៃការបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់ខាងក្រោមនេះគឺជាសេចក្តីប្រែសម្រួលបន្ថែមទៀតដោយក្រុម 7 Info ដែលមានដូចតទៅនេះនៅថ្ងៃទី27កក្កដាប្រទេសអារ៉ាប៊ីសាឌីតរួមនឹងហ្សដានីបានរាយការណ៍ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ការអះអាងរបស់ប្រទេសទាំងពីរកើតឡើងក្រោយពីមានការអះអាងដាច់ដោយឡែកពីភាគីជម្លោះអាមេរិកនិងអ៊ីរ៉ង់ពីការផ្អាកការប្រយុទ្ធ2ថ្ងៃអ្នកវិភាគមើលឃើញថាទីក្រុងតេហរ៉ង់ហាក់ដូចជាកំពុងសាកល្បងការប្រែប្រួលយុទ្ធសាស្ត្រថ្មីរបស់ប្រធានាធិបតីអាមេរិកសេចក្តីរាយការណ៍របស់ CNBC នៅថ្ងៃទី27កក្កដាឲ្យដឹងថាអារ៉ាប៊ីសាឌីតបានបាញ់យន្តហោះគ្មានមនុស្សបើកដែលដាក់គោលដៅមកកាន់ប្រេងឥន្ធនៈមួយចំនួននៅខេត្តភាគខាងកើតនិងមួយចំនួនទៀតនៅរាជធានីរីយ៉ាតក្រសួងការពារជាតិប្រទេសនេះបានដឹងថាយន្តហោះគ្មានមនុស្សបើកទាំងអស់នោះបាញ់ចេញពីអ៊ីរ៉ាក់ដោយក្រុមដែលគ្រប់គ្រងអ៊ីរ៉ង់ហើយអារ៉ាប៊ីសាឌីតរក្សាសិទ្ធិនៅក្នុងការឆ្លើយតបក្រៅតែពីការវាយប្រហារចេញពីអ៊ីរ៉ាក់សម្ព័ន្ធហ៊ូទីរបស់អ៊ីរ៉ង់នៅយេម៉ែនបានអះអាងផងដែរថា
ពួកគេក៏ដាក់គោលដៅលើតំបន់ដឹកជញ្ជូនប្រេងនិងកំពង់ផែប្រេងដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីតគឺនៅយ៉ែនប៊ូដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតមកកាន់យេម៉ែនវិញក្រុមហ៊ូទីកាលពីសប្តាហ៍មុនបានពង្រីកការវាយប្រហារមកលើទីតាំងផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់អារ៉ាប៊ីសាអូឌីតបង្ខំឲ្យប្រទេសនេះបិទឧស្សាហកម្មរបស់ពួកគេហើយធ្វើឲ្យប្រេងឡើងថ្លៃបំពង់បង្ហូរប្រេង Petroline ប្រវែង 1,200 គីឡូម៉ែត្រស្ថិតនៅក្នុងការគម្រាមកំហែងដែលមិនធ្លាប់មានចាប់ពីឆ្នាំ 2019 មកដែលអារ៉ាប៊ីសាអូឌីតតែងតែពឹងផ្អែកកន្លងមកតាមបំពង់បង្ហូរប្រេងនេះបន្ថែមពីលើការមានការរំខាននៅច្រកសមុទ្រអូម៉ូសដែលដឹកជញ្ជូនប្រេង 5 លានបារ៉ែលក្នុងមួយថ្ងៃឆ្លងកាត់នោះអារ៉ាប៊ីសាអូឌីតដោយកំហឹងបានលើកឡើងថាខ្លួនរក្សាសិទ្ធិនៅក្នុងការឆ្លើយតបហើយការឆ្លើយតបត្រូវបានគេដឹងថាបានកើតឡើងរួចទៅហើយគឺការវាយប្រហារទៅកាន់កំពង់ផែហូដៃដានិងកោះកាមេរ៉ាននិងតំបន់សមុទ្រក្រហមផងដែរទីក្រុងរីយ៉ាតថាពួកគេក៏បានបើកការវាយប្រហារទៅកាន់អាកាសយានដ្ឋានអន្តរជាតិសាណាទៀតផងក្រុមហ៊ូទីថាការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតបានវាយមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធហើយមិនមានឥទ្ធិពលលើការកម្រិតសមត្ថភាពយោធារបស់ពួកគេនោះទេចលនាហ៊ូទីបានប្រកាសបិទផ្លូវកងទ័ពជើងទឹកអារ៉ាប៊ីសាអូឌីតតាំងតែពីសប្តាហ៍មុនបន្ទាប់ពីរាជាណាចក្រនេះត្រូវបានហ៊ូទីចោទថាវាប្រហារអាកាសយានដ្ឋានទីក្រុងស៊ីណារបស់ពួកគេតែក្រុមហ៊ូទីត្រូវបានគេដឹងថាបានវាយប្រហារនាវាដឹកប្រេងពីរគ្រឿងរបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហមហើយធ្វើឲ្យលោកត្រាំនៅក្នុងពេលនោះចេញនូវការគម្រាមកំហែងដ៏ធំមួយថានឹងដាក់ទណ្ឌកម្មទៅកាន់អ៊ីរ៉ង់ដោយសារតែការវាយប្រហាររបស់ក្រុមហ៊ូទីនេះយ៉ាងណាមិញលោកអាបាសអារ៉ាឃីអ្នកចរចានឹងជាប្រមុខការទូតរបស់អ៊ីរ៉ង់បានឲ្យដឹងថាមិនមានដំណោះស្រាយយោធាអ្វីចំពោះចំនួនរវាងអារ៉ាប៊ីសាអូឌីតនិងហ៊ូទីនោះទេលោកថាវាសឹកសឹងតែជាឫសគល់នៃចំនួនចាស់លោកបានប្រាប់បទសម្ភាសន៍ជាមួយនឹងកាសែតអ៊ីរ៉ង់ថាយើងជឿជាក់ថាគ្មានដំណោះស្រាយយោធាណាមួយចំពោះបញ្ហាយេម៉ែនបញ្ហាបាំអាល់បាដាបនិងបញ្ហាផ្សេងទៀតឡើយតែហើយលោកក៏ជំរុញឲ្យភាគីទាំងពីរសន្ទនាគ្នាទៅវិញនៅក្នុងពេលនេះប៉ាគីស្ថាននិងកាតាបានផ្ញើសារទៅកាន់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដាច់ដោយឡែកដើម្បីធ្វើយ៉ាងណាបន្ធូរបន្ថយការប្រយុទ្ធគ្នាហើយកាសែត New York Times ក៏បានឲ្យដឹងផងដែរថាអ៊ីរ៉ាក់បានដាក់សំណើឈប់បាញ់ទៅកាន់ទីក្រុងតេហរ៉ង់ទៀតផងប៉ុន្តែមិនមានការឆ្លើយតបនោះទេប៉ាគីស្ថានត្រូវបានគេដឹងថាកំពុងជំរុញឲ្យមានកិច្ចចរចាថ្មីបន្ទាន់រវាងភាគីទាំងពីរទន្ទឹមគ្នានឹងរបាយការណ៍ថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់លោកអ៊ីស្កាដាម៉ូម៉ានីកំពុងស្ថិតនៅក្នុងទីក្រុងអ៊ីស្តាន់ប៊ូលសម្រាប់ដំណើរទស្សនកិច្ចមួយតែយ៉ាងណាមិញនោះការចរចាដែលកំពុងតែពិបាកនៅក្នុងការរៀបចំក៏កើតមានឡើងក្នុងខណៈដែលប្រទេសមួយទៀតក្រៅពីអារ៉ាប៊ីសាអូឌីតគឺហ្ស័រដានីរងនឹងការវាយប្រហារពីអ៊ីរ៉ង់ផងដែរហ្ស័រដានីបានបញ្ជាក់ថាមានយន្តហោះគ្មានមនុស្សបើក2គ្រឿងរបស់អ៊ីរ៉ង់តែម្ដងបើកសម្ដៅមកកាន់ជំរកនៃកងទ័ពរបស់ពួកគេហើយហ្ស័រដានីកោតទោសការវាយប្រហារផងដែរមកលើប្រទេសសម្ព័ន្ធមិត្តគឺអារ៉ាប៊ីសាអូឌីតក្រសួងការបរទេសរបស់ប្រទេសហ្ស័រដានីថានេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសមួយជាការគំរាមកំហែងសន្តិសុខដល់តំបន់ជាការរំលោភមកលើច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិការវាយប្រហារពីសំណាក់អសម្ព័ន្ធអ៊ីរ៉ង់នៅមជ្ឈមបូព៌ាកើតមានឡើងនៅពេលដែលអ៊ីរ៉ង់ប្រកាសថាការឈប់បាញ់ជាមួយនឹងអាមេរិកបានកើតឡើង2ថ្ងៃហើយបន្ទាប់ពីវាយប្រហារគ្នាយ៉ាងសន្ធប់14ថ្ងៃមកនេះតែអ៊ីរ៉ង់ថាអ៊ីរ៉ង់នៅតែរក្សាជំរឿននៃការប្រយុទ្ធដដែលដរាបណាអាមេរិកបើកការប្រយុទ្ធមកលើខ្លួនថែមជាងនេះអ៊ីរ៉ង់បានលើកឡើងពីការគ្រប់គ្រងផ្លូវទឹកនៃច្រកសមុទ្រអូម៉ូសហើយថាមិនមានការស្វែងរកការកសាងនៅកិច្ចសន្ទនាសន្តិភាពជាមួយនឹងសហរដ្ឋអាមេរិកនោះទេអ៊ីរ៉ង់ត្រូវបានគេដឹងថាបានបញ្ជាក់នៅថ្ងៃទី25កក្កដាតាមរយៈអ្នកនាំពាក្យនៃក្រសួងសុខាភិបាលរបស់ពួកគេគឺហ៊ូសែនកាម៉ាពូដែលថាអ៊ីរ៉ង់មានយប់ដ៏ស្ងប់ស្ងាត់បើទោះបីជាភាពតានតឹងនៅតែខ្ពស់ដដែលអនុសារណនិកាយយោគយល់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានចាប់បដិសិទ្ធិឡើងនៅក្នុងខែមិថុនាដែលមានន័យបើកច្រកសមុទ្រអូម៉ូសឡើងវិញបន្ទាប់ពីការបិទដោយអ៊ីរ៉ង់ក្នុងអំឡុងសង្គ្រាមនិងផ្អាកអារភាពរយៈពេល60ថ្ងៃដើម្បីទុកឱកាសសម្រាប់ការចរចាប៉ុន្តែការប្រយុទ្ធគ្នាបានកំពុងធ្វើឲ្យគេមើលឃើញថាអនុសារណនិកាយយោគយល់នោះបានប្រេះឆាទៅហើយដោយការប្រយុទ្ធគ្នាឡើងវិញនៅពេលបច្ចុប្បន្ននេះផ្ដោតសំខាន់ទៅលើចំណុចនៃច្រកសមុទ្រអូម៉ូសនេះក៏ដូចជាទីតាំងប្រេងនិងឧស្ម័នរបស់អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារទៅកាន់បណ្ដាប្រទេសនៅជុំសមុទ្រពាក់ផងដែរដោយអ៊ីរ៉ង់បានចេញការព្រមានថាបណ្ដាប្រទេសនៅជុំសមុទ្រពាក់ដែលជាម្ចាស់នៃទីតាំងយោធាអាមេរិកសូមនៅឲ្យឆ្ងាយពីមូលដ្ឋានដើម្បីការពារខ្លួនពីការវាយប្រហារនាពេលអនាគតថែមជាងនេះទៅទៀតអ្នកនាំពាក្យនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានដាក់គោលដៅមកលើចក្រភពអង់គ្លេសថាបើសិនជាគាំទ្រសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមជាមួយនឹងតេហរ៉ង់នោះគឺអ៊ីរ៉ង់នឹងចាត់ទុកជាគោលដៅច្បាស់លាស់និងស្របច្បាប់បាន
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាហារ៉ាឃី ក៏បានលើកឡើងថាសហរដ្ឋអាមេរិកនៅក្នុងពេលនេះហាក់បីដូចជាកំពុងចេញនូវវិធីសាស្ត្រថ្មីដែលរារាំងការចរចាសន្តិភាពទៅមុខខណៈដែលលោកសង្កត់ធ្ងន់ថាអ៊ីរ៉ង់មិនចេះខ្លាចចំពោះការគំរាមកំហែងហើយនឹងមិនចោះចាញ់សម្ពាធនោះទេតែលោកត្រាំបានលើកឡើងថាការចរចាជាមួយអ៊ីរ៉ង់នៅតែដំណើរការដោយរលូនប៉ុន្តែការបដិសេធនៃការចូលរួមជាមួយនឹងសហរដ្ឋអាមេរិកអាចនឹងបង្កើតនៅរឿងធ្ងន់ធ្ងរដែលមិនធ្លាប់មានលោកត្រាំក៏បានប្រាប់សារព័ត៌មានអាស៊ីអស់ឲ្យដឹងថាសហរដ្ឋអាមេរិកស្ថិតនៅក្នុងកិច្ចចរចាដ៏ស៊ីជម្រៅជាមួយនឹងអ៊ីរ៉ង់គ្រាន់តែថាប្រសិនបើមិនអាចដំណើរការបានយើងនឹងត្រឡប់ទៅរកសកម្មភាពយោធាដ៏ខ្លាំងក្លាចំពោះការផ្អាកការវាយប្រហារចាប់ពីថ្ងៃសុក្រមកលោកថាគឺដោយសារតែប្រទេសដែលដើរតួជាអ្នកសម្របសម្រួលបានព្យាយាមបញ្ចុះបញ្ចូលបញ្ចប់ចំនួនរវាងអាមេរិកនិងអ៊ីរ៉ង់នៅពេលដែលអ្នកសារព័ត៌មានអាស៊ីអស់បានសួរលោកថាតើលោកមានឆន្ទៈនៅក្នុងការផ្ដល់ការទូតរយៈពេលប៉ុន្មានឆ្នាំលោកថាមិនមានពេលច្រើននោះទេហើយវាអាចនឹងកន្លងផុតទៅយ៉ាងលឿននៅក្នុងពេលនេះប្រទេសប៉ាគីស្ថានដែលបានចេញមុខចេញមាត់និងជាអ្នកបង្កើតឱកាសនៅក្នុងការជួបជជែកគ្នារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិករហូតដល់បង្កើតឲ្យមាននូវកិច្ចព្រមព្រៀងបានកំពុងត្រូវបានគេដឹងថាជំរុញឲ្យមានកិច្ចចរចាថ្មីរវាងភាគីទាំងពីរបន្ទាប់ពីមានគំនិតផ្ដួចផ្ដើមការទូតមួយចំនួនពាក់ព័ន្ធជាមួយនឹងចិននៅក្នុងការស្វែងរកកិច្ចសន្ទនាថ្មីរវាងប្រទេសអ៊ីរ៉ង់និងអាមេរិកនេះការវាយប្រហារគ្នារវាងអ៊ីរ៉ង់និងអាមេរិករយៈពេល2ថ្ងៃបានធ្វើឲ្យតម្លៃប្រេងបានធ្លាក់ចុះបន្តិចប្រេងឆៅ Brent ដែលមានចំនួនលើស$100ក្នុងមួយបារ៉ែលនៅក្នុងអំឡុងការវាយប្រហារ2សប្តាហ៍កន្លងមកនេះបានធ្លាក់ចុះមកត្រឹមកម្រិត90ទៅ$87ក្នុងមួយបារ៉ែលវិញ